បាទសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានមួយដោយតុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនអធិការរងខណ្ឌជ្រោយចង្វានិងបពពួកចំនួន2នាក់ទៀតជាបណ្ដោះអាសន្នពាក់ព័ន្ធទៅនឹងករណីហិង្សាដោយចេតនានិងចាប់បង្ខំនៅខុសច្បាប់បណ្ដាលឲ្យមន្ត្រីជាប់កិច្ចសន្យាម្នាក់លោតទឹកទន្លេសម្រាប់ខ្លួនតែម្ដងសូមបញ្ជាក់ផងដែរថាករណីហិង្សាដោយចេតនានិងចាប់បង្ខំនៅខុសច្បាប់បង្កឡើងដោយជនត្រូវចោទចំនួន3នាក់ដែលបានជិះរថយន្ត Mack Ford ពណ៌សពាក់សាកលេខភ្នំពេញ 2BU 5414ធ្វើសកម្មភាពចាប់ខ្លួនទៅលើជនរងគ្រោះដែលឈ្មោះថាច័ន្ទណារុងចេញពីផ្ទះស្ថិតនៅក្នុងភូមិព្រៃតកៅសង្កាត់ព្រៃតកៅក្រុងរិស័តខេត្តកណ្ដាលចាប់បានក្របួយកអាវជនរងគ្រោះដាក់ចូលទៅក្នុងឡាននិងប្រើប្រាស់ហិង្សាទៅលើជនរងគ្រោះបន្ទាប់មកក៏បានរួមដំណើរជាមួយនឹងជនរងគ្រោះតាមកំពង់ចម្លងស្វាយជ្រុំលុះចិត្តដល់ត្រឹមម្ខាងជ្រោយចង្វាស្រាប់តែជនរងគ្រោះបានសុំចុះពីលើរថយន្តដើម្បីបត់ជើងតូចខណៈពេលនោះជនរងគ្រោះក៏បានលោតចុះពីលើទុកដចូលទៅក្នុងទឹកបាត់តែម្ដងលុះត្រូវដល់ថ្ងៃទី19ខែមិថុនា2026ទើបរកឃើញសាកសពជនរងគ្រោះអណ្ដែតនៅចំណុចច្រាំងទន្លេមេគង្គកោះនារាសង្កាត់នេរោធក្រុងច្បារអំពៅរាជធានីភ្នំពេញបន្ទាប់ពីពិនិត្យទៅលើឯកសារនិងភស្តុតាងនានាដែលបានមាននៅក្នុងសំណុំរឿងចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តកណ្ដាលបានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នទៅលើជនត្រូវចោទចំនួន3នៅពន្ធនាគារខេត្តកណ្ដាលដើម្បីបន្តកិច្ចស៊ើបសួរទៅតាមនីតិវិធីច្បាប់បាទអញ្ចឹងព័ត៌មាននេះគឺបានល្បីក៏ដូចជាផ្ទុះនៅក្នុងបណ្ដាញសង្គម Facebook ការវិនិច្ឆ័យជាច្រើនផងដែរប្រហែលជាកន្លះខែមុនឥឡូវនេះគឺបាទចេញដោយសាលាដំបងខេត្តកណ្ដាលប្រកាសគឺឃុំខ្លួនទៅលើអ្នកដែលចោះទៅចាប់មន្ត្រីកិច្ចសន្យារបស់យើងនឹងហើយអញ្ចឹងព័ត៌មានខ្ញុំបានជម្រាបជូនក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា